ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃទី13ខែ7ឆ្នាំ2026ខាងខ្ញុំកំពុងតែប្រមូលផលចកអាសូឡាដើម្បីដាក់ជូនដល់បងអតិថិជនដែលបានជួយទិញចាអញ្ចឹងថ្ងៃនេះគឺយើងដួសចំនួន7អាងជូនដល់អតិថិជនដោយសារចកដែលមានអាយុកាលអាចដួសបានគឺមានត្រឹមតែ7អាងនេះទេចាអញ្ចឹងពុកម៉ែបងប្អូនដែលបានជួយទិញខាងអ្នកលក់អរគុណច្រើនមែនទែនសម្រាប់ការរងចាំចាជាពិសេសអ្នកលក់ទទួលខុសត្រូវសម្រាប់លុយកាក់ពុកម៉ែបងប្អូន 100% មិនឲ្យបាត់បង់ទេប៉ុន្តែពេលវេលានៃការដួសមានការយឺតយ៉ាវបន្តិចបន្តួចបងប្អូនអធិស្ឋានផងដោយសារតែចកវាប្រើពេលវេលាក្នុងការដាំខែនេះខែភ្លៀងចាអញ្ចឹងការលូតលាស់រៀងមានការយឺតយ៉ាវបន្តិចអញ្ចឹងអ្នកលក់អរគុណបងមែនទែនសម្រាប់ការជឿជាក់ហើយនេះគឺជាសភាពចកជាក់ស្ដែងដែលខាងខ្ញុំបានដួសជូនពុកម៉ែបងប្អូនទាំងអស់គ្នានៅថ្ងៃទី13ខែ7ឆ្នាំ2026នេះសម្រាប់បងប្អូនទាំងអស់គ្នាដែលយកទៅដាំមិនរស់ឬក៏ផ្ញើទៅមានការខូចខាតពួកខ្ញុំមានសំណងទៅលើពូជ 100% សម្រាប់សេវាផ្សេងបងប្អូនជួយចេញមកខាងអ្នកលក់ផងចាអញ្ចឹងសូមអរគុណសម្រាប់ការទស្សនាវីដេអូថ្ងៃនេះសុខសប្បាយសំណាងល្អ